តោះចាប់ដល់ថ្ងៃសំខាន់របស់ក្រុមសិល្បៈអប្សរា25ដួងហើយចឹងមកកែរីទីវិមីជាមួយនឹងការថែរក្សាស្បែកមុខនៅពេលយប់ដើម្បីឲ្យថ្ងៃខាងវិធីគឺយើងមិនអាប់ទឹកដោយសារតែថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025នៅត្រូវនៅថ្ងៃអាទិត្យសប្តាហ៍ហ្នឹងណាអប្សរា25ដួងនឹងធ្វើកម្មវិធីសន្និសីទសារព័ត៌មានទាក់ទងជាមួយនឹងការបាត់សម្ពោធស្នាដៃថ្មីនៃរបាំអប្សរាយសោធរៈបរៈចក្រដែលនឹងមានការចូលរួមពីភ្ញៀវជាតិនិងអន្តរជាតិក៏ដូចជាសិល្បករសិល្បករជាច្រើននៅក្នុងប្រទេសកម្ពុជាយើងរាប់រយនាក់ឯណោះហើយខ្ញុំផ្ទាល់តែជាអប្សរាដំណើរខេត្តកំពង់ធំម្នាក់ហ្នឹងក៏ចូលរួមក្នុងការសម្ដែងនៅរបាំដើម្បីបើកសម្ពោធនៅក្នុងកម្មវិធីផងដែរអញ្ចឹងហើយការថែរក្សាស្បែកមុខគឺសំខាន់ខ្លាំងមែនទែនដើម្បីឲ្យយើង make up ទៅឃើញស្អាតក្នុងថ្ងៃកម្មវិធីហើយ skincare step មុន make up ដែលសំខាន់នោះគឺការជ្រើសរើសម៉ាស់សម្លឹកលិបឲ្យបានត្រឹមត្រូវហើយមានគុណភាពល្អអញ្ចឹងហើយថ្ងៃហ្នឹងធ្វើការជ្រើសរើសជាមួយម៉ាស់សម្លឹក Recipe ដែលជាម៉ាស់សម្លឹកមានគុណភាពល្អដល់សំណាប់ដល់ស្បែកហើយតម្លៃនេះគឺស័ក្តិសមទៅនឹងគុណភាពមែនតើបើបងប្អូនចង់បានផលិតផលទាំងអស់ដែលមាននៅក្នុងវីដេអូនេះគឺអាចតាក់ទងទៅខាង Revolon Family បានណាជាឱកាសនេះដែរខ្ញុំផ្ទាល់ក៏ដូចជាអប្សរា25ដួងទាំងអស់សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ដៃគូសហការទាំងអស់ដែលផ្ដល់កិត្តិយសជាដៃគូសហការជាមួយនឹងអប្សរា25ដួងក្នុងការផលិត MV ថ្មីនិងកិច្ចការងារសង្គមជាច្រើនទៀតដែលតាក់ទងទៅនឹងវិស័យវប្បធម៌ទេសចរណ៍និងបរិស្ថានចំពោះពុកម៉ែបងប្អូនដែលចង់ធ្វើការគ្រប់គ្រងអប្សរា25ដួងអាចចូលរួមតាមរយៈការ scan នៅ QR code ខាងលើដើម្បីជួយគាំទ្រដល់អប្សរា25ដួងឲ្យមានសមត្ថភាពកាន់តែអាចធ្វើឲ្យ MV មួយនេះមានភាពលេចធ្លោកាន់តែខ្លាំងឡើងដើម្បីផ្សព្វផ្សាយទៅដល់ភ្ញៀវជាតិនិងអន្តរជាតិឲ្យបានស្គាល់ពីវប្បធម៌ខ្មែរដ៏ពុកនេះជាចុងក្រោយកុំភ្លេចជួយគាំទ្រកម្មវិធីសន្និសីទសារព័ត៌មាននិងការផលិត MV ថ្មីនៃរបាំអប្សរាយសោធរៈបរៈចក្រភពអង្គរទាំងអស់គ្នាណាហើយសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយ